ថ្ងៃនេះជាថ្ងៃដែលក្មួយលេងគាត់សប្បាយចិត្តខ្លាំងខ្ញុំយល់ពីអារម្មណ៍បែបហ្នឹងមនុស្សយើងតែមានក្តីសម័យហើយនៅពេលដែលបានសម្រេចបងប្អូនគឺថាសប្បាយចិត្តហើយរំភើបខ្លាំងមែនទែនជាពិសេសស្នាមញញឹមនឹងតែម្ដងបើនិយាយរួមហ្នឹងគឺថ្មិញខូចហ្នឹងគឺថាបើសិនជាបានថ្មិញថ្មីគឺសប្បាយចិត្តថ្ងៃនេះខ្ញុំបាននាំក្មួយលេងមកពេទ្យថ្មិញដើម្បីធ្វើការព្យាបាលហើយនឹងកែប្រែរូបសម្រស់ក្មួយលេងឲ្យមកទៅជាស្អាតធម្មតាដូចគេវិញតាមសេចក្តីប្រាថ្នាឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាបងប្អូនចានិយាយទៅគឺថាមកដុកទ័រនេះគឺថាគាត់ជាដុកទ័រប្រចាំតកូលផាន់ប្តីខ្ញុំតែម្ដងប្តីខ្ញុំគឺមកធ្វើថ្មិញធ្វើអីគឺមកតែគាត់ទេចាអញ្ចឹងខ្ញុំបានមកពីគ្រូជាមួយលោកគ្រូពេទ្យហើយក៏បានលោកគ្រូពេទ្យគាត់ស្នើសុំពិនិត្យក្មួយលេងសិនពិនិត្យរួចហើយក៏យើងទៅថតទៅអីតាមក្បួនពេទ្យអញ្ចឹងណាបងប្អូនចាអញ្ចឹងទេសម្រាប់ថ្ងៃនេះគឺថាពេញមួយថ្ងៃតែម្ដងបងប្អូនចាហើយក៏សប្បាយចិត្តនឹងរីករាយនៅពេលដែលឃើញស្នាមញញឹមរបស់គាត់ចាបងប្អូនអ្នកគ្នានេះគឺយើងទៅកតុបគេហៅថាកតុបអីគេថត X-ray ចាអញ្ចឹងគឺខ្ញុំតើអឺតបានមួយផ្លែតទេបងប្អូនចាខ្ញុំចេញមកវិញទេគាត់ខ្ញុំមកបង្ហាញជូនបងប្អូនថាក្មួយគឺគាត់ទទួលបានការប្រឹក្សាច្បាស់លាស់ពីដុកទ័រដែលមានជំនាញហើយមួយវិញទៀតគឺបានថតចាយ៉ាងច្បាស់លាស់មុនពេលដែលយើងធ្វើថ្មិញជូនគាត់ចាហើយដុកទ័រក៏ចេញលទ្ធផលមកប្រាប់យើងថាថ្មិញក្មួយត្រូវតែទទួលការព្យាបាលចាបន្តទៀតហើយនឹងយើងធ្វើបន្តទៀតប៉ុន្តែអីដែលសំខាន់ហ្នឹងគឺយើងធ្វើឲ្យក្មួយមានស្នាមញញឹមបានចាហើយនៅក្នុងហ្នឹងគឺបងប្អូននៅលទ្ធផលចេញមកគឺថានិយាយទៅគួរឲ្យសោកស្ដាយខ្លាំងមែនតែនថ្មិញគាត់គឺថាខូចស្ទើរទាំងអស់ហ៎បងប្អូនអរគ្នាចាតិចទៀតខ្ញុំនឹងបង្ហាញនេះបងប្អូនអរគ្នាចាថ្មិញគាត់គឺខូចច្រើនមែនតែនចាហើយនៅក្នុងហ្នឹងគឺនាងខ្ញុំបានជំរាបប្រាប់លោកគ្រូពេទ្យថាធ្វើយ៉ាងម៉េចក៏ដោយឲ្យតែក្មួយមានស្នាមញញឹមហើយនឹងធ្វើឲ្យល្អអញ្ចឹងណាហើយណាមួយក៏ខ្ញុំទុកចិត្តនៅពេទ្យថ្មិញលោកគ្រូដែរដោយសារប្តីខ្ញុំគឺគាត់ធ្វើនៅទីនេះដូច្នេះខ្ញុំក៏ជ្រើសរើសចាពេទ្យថ្មិញរបស់ប្តីខ្ញុំដែលគាត់ធ្វើជាប្រចាំតែម្ដងបងប្អូនចាហើយឥឡូវនេះគឺក្មួយលេងដល់វគ្គដែលគេហៅថាចាប់ផ្ដើមធ្វើការព្យាបាលតែម្ដងអញ្ចឹងយើងរងចាំលទ្ធផលទាំងអស់គ្នាហើយនៅក្នុងពេលហ្នឹងផងដែរក៏ដុកទ័រគាត់បានជំរាបដែរថាយើងត្រូវធ្វើការព្យាបាលតាមដំណាក់កាលអញ្ចឹងយើងអាចថាតន់ធ្វើភ្លាមយើងស្អាតភ្លាមទេអញ្ចឹងយើងត្រូវតែស្ដាប់គេហៅថាការចែកគេហៅថាអីគេយោបល់ល្អៗពីដុកទ័រហើយនឹងយើងធ្វើតាមការណែនាំរបស់ពេទ្យអញ្ចឹងទៅហ្នឹងហើយបងប្អូនអ្នកគ្នាថ្ងៃនេះគឺខ្ញុំបង្ហាញជូនបងប្អូនប៉ុណ្ណឹងហើយក៏ធ្វើតាមសន្យាដែលខ្ញុំបានសន្យាជាមួយក្មួយថាខ្ញុំនឹងជូនថ្មិញដ៏ស្រស់ស្អាតទៅកាន់ក្មួយចាហើយដូចបងប្អូនបានដឹងអញ្ចឹងការធ្វើការចែករំលែកមិនថាមនុស្សធម៌មិនថាអំពើល្អបើសិនជាយើងធ្វើដោយយើងមិនទទួលមិនចង់បាននៅផលតបស្នងអ្វីផ្សេងគឺយើងមានសេចក្តីសុខហើយជាក់ស្ដែងនាងខ្ញុំជួយឲ្យតាំងពីដើមមកប៉ុន្តែខ្ញុំសូមបញ្ជាក់មួយទៀតថាក្មួយគាត់ចង់បាននៅមុខរបររកស៊ីខ្ញុំក៏ផ្ដល់ជូនតាមគាត់បងប្អូនឃើញស្រាប់ហើយខ្ញុំធ្វើមនុស្សធម៌តាំងពីដើមមកខ្ញុំអត់ដែរយកមនុស្សធម៌របស់ខ្ញុំធ្វើអាជីវកម្មផ្សេងទេអញ្ចឹងសរុបឲ្យខ្លីមកវិញមនុស្សធម៌គឺមនុស្សធម៌ការងាររកស៊ីគឺយើងត្រូវបែងចែកឲ្យដាច់អញ្ចឹងចំពោះនាងខ្ញុំផ្ទាល់នាងខ្ញុំបានបកគលថ្មិញជូនក្មួយហើយនឹងបំពេញក្តីសម័យឲ្យជូនក្មួយហើយបន្តទៅមុខទៀតក្មួយចង់បានមុខរបររកស៊ីក៏ខ្ញុំបានជូនទៅក្មួយដែរដូច្នេះពឹងទៅលើបងប្អូនអ្នកគ្នាជួយគ្រប់គ្រងក្មួយផងណាចាចាត់ទុកថាជួយក្មួយដែលផ្ដល់មុខរបរជូនគាត់ចាអរគុណ